ជំរាបសួរអាដាមបាទជំរាបសួរបាទក្នុងថ្ងៃទី23ខែតុលាឆ្នាំនេះគឺជាខួបលើកទី25ឆ្នាំដែលខាងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសរវាងភាគីខ្មែរចំនួនខ្មែរទាំងអស់នោះប៉ុន្តែសម្រាប់ VOA ចង់ជំរាបសួរអាដាមថាតើហេតុអីបានគណៈបកប្រជាជនកម្ពុជាសម្រេចទៅចូលរួមនៅក្នុងកិច្ចប្រជុំនិងកិច្ចព្រមព្រៀងនោះបាទជាបឋមនេះខ្ញុំសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមគោរពដល់បងប្អូនជនរួមជាតិដែលលោកអ្នកនិយមស្ដាប់វិទ្យុ VOA ក៏ដូចជាស្ដាប់ព័ត៌មាននៅក្នុងប្រទេសក្រៅប្រទេសសូមជម្រាបថាឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជាយើងដឹងហើយថាប្រទេសកម្ពុជាយើងបានឆ្លងកាត់នៅរបបបល្ល័ង្កពូជសាសន៍3ឆ្នាំ8ខែ20ថ្ងៃដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសក៏ដូចជាជោគវាសនារបស់ប្រទេសកម្ពុជាស្ថិតនៅក្នុងជ្រោះមរណៈអញ្ចឹងផ្អែកទៅលើមូលដ្ឋាននេះហើយបានជាមានអ្នកស្នេហាជាតិដែលខុសចេញពីគណៈបកប្រជាជនកម្ពុជាបានធ្វើការតស៊ូបង្កើតជារណសេរីសាមគ្គីសង្គ្រោះជាតិកម្ពុជាធ្វើប្រមូលផ្ដុំកម្លាំងជាកម្លាំងស្នូលប្រមូលផ្ដុំកម្លាំងមហាសាមគ្គីប្រជាពលរដ្ឋទូទាំងប្រទេសក៏ដូចជាមានការជួយឧបត្ថម្ភពីកងកម្លាំងប្រទេសវៀតណាមបានធ្វើការផ្ដួលរំលំរបបបល្ល័ង្កពូជសាសន៍ទទួលបានជ័យជំនះនៅថ្ងៃ7មករាឆ្នាំ1979ក៏ប៉ុន្តែទោះបីថាបនបល្ល័ង្កពូជសាសន៍ប៉ុលពតត្រូវដួលរលំក៏ពិតមែនក៏ប៉ុន្តែកងកម្លាំងរបស់ខ្មែរក្រហមប៉ុលពតនេះនៅមិនទាន់រលំរលាយទាំងស្រុងទេអញ្ចឹងទេគឺថាសង្គ្រាមនៅកើតមានបន្តនៅក្នុងទឹកដីកម្ពុជាអញ្ចឹងទេបានជាសង្គ្រាមកើតឡើងនៅក្នុងរង្វង់ភាគីខ្មែររវាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជានិងភាគីខ្មែរម្ខាងទៀតគឺរដ្ឋាភិបាលចម្រុះត្រីភាគីដែលមានខ្មែរក្រហមជាឆ្អឹងខ្នងភាគីលោកតាសឿនសាននិងភាគីខាងចលនាហ៊ុនស៊ុនប៉ិចអញ្ចឹងសង្គ្រាមនេះគឺថាកើតឡើងបន្តទៅទៀតហើយការដែលសង្គ្រាមកើតឡើងបន្តទៅទៀតនេះធ្វើឲ្យបាត់បង់អាយុជីវិតវិនាសទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខវេទនាដោយផ្អែកលើមូលដ្ឋាននេះហើយបានជាគណៈបកប្រជាជនបានយល់ឃើញថាបើបណ្តែតបណ្ដោយឲ្យសង្គ្រាមបន្តទៅទៀតគឺថាគ្មាននរណាក្រៅពីប្រជាពលរដ្ឋកម្ពុជាទេដែលទទួលរងទុក្ខវេទនាហើយរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមវប្បធម៌របស់កម្ពុជាក៏នឹងត្រូវរលំរលាយអស់ទាំងស្រុងអញ្ចឹងផ្អែកទៅលើមូលដ្ឋាននេះហើយបានជាថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាផ្ដួចផ្ដើមនៅគំនិតមួយគឺថាដាក់ចេញនៅគោលនយោបាយពង្រួមជាតិហើយយើងស្វែងរកមេដឹកនាំភាគីនៃរដ្ឋាភិបាលចម្រុះត្រីភាគីនឹងដើម្បីមកចរចាអញ្ចឹងការផ្ដួចផ្ដើមគំនិតនេះហើយវាចេញជាលទ្ធផលនៅឆ្នាំ1987យើងបានជួបចរចាជាមួយសម្ដេចព្រះនរោត្តមសីហនុដែលជាប្រធានរណសេរីរួមជាតិកម្ពុជានៅខាងត្រីភាគីហើយក៏ដូចជាប្រធានរដ្ឋាភិបាលចម្រុះត្រីភាគីនេះហើយការចរចានេះមានច្រើនកន្លែងគឺនៅប្រទេសឥណ្ឌូនេស៊ីនៅប្រទេសបារាំងនិងបណ្ដាប្រទេសមួយចំនួនទៀតរហូតដល់ចំណាយរយៈពេលអស់4ឆ្នាំទើបយើងបានសម្រេចកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលយើងហៅថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីបញ្ហាកម្ពុជាដែលយើងបានចុះហត្ថលេខានៅថ្ងៃ23ខែតុលាឆ្នាំ1991ដែលក្នុងនេះគឺមានភាគីខ្មែរទាំង4ដែលមានចំនួននឹងគ្នាហើយមានបណ្ដាប្រទេសនៅលើពិភពលោកទាំងអស់18ប្រទេសទៀតដែលបានចុះហត្ថលេខាធ្វើជាសាក្សីក្រោយពេលដែលកិច្ចព្រមព្រៀងបានចុះហត្ថលេខាហើយអង្គការសហជាតិបានដាក់នៅកម្លាំងនាំមុខរបស់អង្គការសហជាតិដែលយើងហៅថា UNAMID ចូលមកដើម្បីរៀបរយឆ្ពោះទៅរកការបោះឆ្នោតនៅឆ្នាំ1993ក្រោយពេលដែល UNAMID បានធ្វើការសម្រេចលទ្ធផលហើយបានកម្លាំងរបស់អង្គការសហជាតិគឺអ៊ុនតាក់នេះបានចូលមកកម្ពុជាដើម្បីរៀបចំការបោះឆ្នោតនៅក្នុងខែ5ឆ្នាំ1993ដែលពេលនោះមានគណៈបកចំនួន20គណៈបកដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតបាទអញ្ចឹងទេបានតែក្រោយការបោះឆ្នោតមកយើងបាន
យកស្មារតីនៃកិច្ចព្រមព្រៀងនេះមកបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី2របស់យើងដែលជាមូលដ្ឋានគ្រឹះសម្រាប់យើងអនុវត្តរហូតមកដល់សប្តាហ៍ថ្ងៃនេះបាទបាទចឹងអាយដាមតើតើមិនបាទឥឡូវនេះយើងឃើញថាមកដល់ពេលនេះគឺ25ឆ្នាំហើយតើខាងចង់និយាយថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះតើបានផ្ដល់អ្វីខ្លះឬជួយអ្វីខ្លះដល់ប្រទេសកម្ពុជាផ្អែកទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីបញ្ហាកម្ពុជាដែលបានចុះហត្ថលេខានៅថ្ងៃ23ខែតុលាឆ្នាំ1991នេះគឺទី1យើងបង្កើតរដ្ឋធម្មនុញ្ញហើយរដ្ឋធម្មនុញ្ញដែលមានខ្លឹមស្មារតីស្នូលនេះគឺយកដកស្រង់ចេញពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះធ្វើជាមូលដ្ឋានឧទាហរណ៍ដូចជាយើងអនុវត្តនៅរបបនយោបាយថ្មីគឺអនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបកការបោះឆ្នោតអនុវត្តទៅតាមប្រព័ន្ធសមមាត្រដែលយើងបោះឆ្នោតជ្រើសរើសគណៈបកដែលទទួលបានការគ្រប់គ្រងពីឆន្ទៈរបស់ប្រជាពលរដ្ឋច្រើនជាងគេនឹងរៀបចំរាជរដ្ឋាភិបាលដែលគណៈបកឈ្នះឆ្នោតនឹងគឺថាឧទ្ទិសនាមនាយករដ្ឋមន្ត្រីមកគឺយើងមិនបានបោះឆ្នោតទៅតាមប្រព័ន្ធឯកតនាមដូចជានៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកទេគឺយើងអនុវត្តទៅតាមសភាពការជាក់ស្ដែងដែលស្ដែងចេញពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះបាទហើយក្នុងការបោះឆ្នោតនេះយើងឃើញថា20គណៈបកចូលរួមប្រកួតប្រជែងនៅក្នុងឆ្នាំ1993នេះគឺគណៈបកហ៊ុនពេជ្រលោកឈ្នះច្រើនជាងគេគឺ58អាសនៈគណៈបកប្រជាជន51អាសនៈគណៈបកលោកតាសឿនសានបាន10អាសនៈហើយនិងគណៈបកបូលីណាកាបាន1អាសនៈបង្កើតមកបានជា120អាសនៈនៅក្នុងរដ្ឋសភាហើយរដ្ឋសភាដំបូងនេះមិនទាន់คล้ายទៅជារដ្ឋសភានីតិបញ្ញត្តិទេគឺគេហៅថាសភាធម្មនុញ្ញប្រមូលផ្ដុំគណៈបកទាំង4នេះដើម្បីបង្កើតជាបញ្ញាញាណមួយចងក្រងជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី2របស់យើងដែលយើងអនុវត្តរហូតមកដល់សប្តាហ៍ថ្ងៃនេះគឺកើតចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះក៏ប៉ុន្តែជាការកត់សម្គាល់យើងឃើញថាមានការសោកស្ដាយណាស់ទោះបីយើងបានធ្វើការបោះឆ្នោតដែលរៀបចំដោយអ៊ុនតាក់យ៉ាងណាក៏ដោយក៏សន្តិភាពនៅមិនទាន់មានទាំងស្រុងនៅក្នុងទឹកដីកម្ពុជាទេដោយសារថាភាគីខ្មែរក្រហមមិនបានចូលរួមក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះទេអញ្ចឹងសង្គ្រាមនៅអូសបន្លាយក៏ប៉ុន្តែអាស្រ័យទៅដោយការឆ្លៀសវៃនៃការដឹកនាំរបស់ថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាក៏លោកបានបង្កើតនៅនយោបាយឈ្នះនៅក្នុងឆ្នាំ1996ហើយក្នុងការអនុវត្តនយោបាយនេះគឺយើងបានបំបែកកម្លាំងខ្មែរក្រហមទាំងនយោបាយទាំងយោធាទាំងចាត់តាំងធ្វើឲ្យខ្មែរក្រហមរលំរលាយទាំងស្រុងនៅឆ្នាំខែ12ឆ្នាំ1998ហើយកម្លាំងខ្មែរក្រហមទាំងអស់ត្រូវធ្វើសមាហរណកម្មកម្លាំងចូលមកកម្លាំងសង្គមជាតិទាំងមូលប្រមាណពាន់ឆ្នាំមកនេះគឺថាយើងមិនដែលមានពេលដូចពេលនេះទេអញ្ចឹងទេបានតែយើងឃើញថាសន្តិភាពពេញលេញនេះអាស្រ័យដោយនយោបាយឈ្នះដែលសម្ដេចតេជោហ៊ុនសែនពេលនោះជាប្រមុខដឹកនាំនៅក្នុងជួរថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាបានលើកឡើងហើយផ្អែកទៅលើមូលដ្ឋាននៃសន្តិភាពពេញលេញនេះគឺយើងមានការឯកភាពជាតិហើយចាប់តាំងពីពេលនោះមកក្នុងការបោះឆ្នោតអាណត្តិទី2នៅក្នុងឆ្នាំ1998បានរាជរដ្ឋាភិបាលអាណត្តិទី2នេះបានដាក់ចេញនៅយុទ្ធសាស្ត្រត្រីកោណក្នុងការកសាងអភិវឌ្ឍប្រទេសបាទអញ្ចឹងមានន័យថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកដល់ពេលនេះគឺរយៈពេល25ឆ្នាំហ្នឹងគឺបាននាំមកនៅសុខសន្តិភាពនិងការអភិវឌ្ឍដល់ប្រទេសកម្ពុជាបាទហើយប៉ុន្តែមានការលើកឡើងខ្លះដែរយើងឃើញថានៅក្នុងដៃគូនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះគឺមានប្រទេសជិតខាងដូចជាវៀតណាមថៃហើយក៏ដូចជាប្រទេសបារាំងនិងប្រទេសមួយចំនួនផ្សេងទៀតប៉ុន្តែមានការលើកឡើងថ្មីនេះគឺមានការខិតចូលនឹងការសង់បពោព្រំដែនឬក៏សង់ផ្លូវនៅក្បែរព្រំដែនប្រទេសវៀតណាមនិងកម្ពុជាដែលធ្វើឲ្យមានបញ្ហាជាច្រើននិងមានការលើកឡើងក៏ដូចជាមានការតវ៉ាពីខាងគណៈបកជំទាស់ផងដែរថាសូមឲ្យគណៈបកប្រជាជនសូមឲ្យខ្មែរយើងយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងមកនិយាយឡើងវិញការការពារបូរណភាពដែនដីបន្តរបស់ប្រទេសកម្ពុជាផងដែរប៉ុ
ប៉ុន្តែដល់មកតាក់ទងនឹងតើយើងគួរតែធ្វើយ៉ាងហ្នឹងឬយ៉ាងម៉េចដែរបាទ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសពាក់ព័ន្ធនឹងឯករាជ្យភាពជាតិបូរណភាពទឹកដីក៏ដូចជាអធិបតេយ្យភាពជាតិកម្ពុជានេះគេបានលើកឡើងច្បាស់ក្នុងករណីដែលមានការឈ្លានពានធ្ងន់ធ្ងរពីបណ្ដាប្រទេសជិតខាងមកលើឯករាជ្យភាពបូរណភាពអធិបតេយ្យភាពជាតិកម្ពុជានិងភាពមិនអាចបំបែកបានរបស់កម្ពុជាគឺប្រទេសហត្ថលេខីទាំង18នេះគឺអាចលើកឡើងបញ្ហាហ្នឹងដើម្បីកោះប្រជុំជាបន្ទាន់ហើយបើកាន់តែសភាពការកាន់តែធ្ងន់ធ្ងរទៀតគឺថាសហប្រធានដែលមានបារាំងនៅឥណ្ឌូនេស៊ីនេះត្រូវកោះប្រជុំជាបន្ទាន់ដើម្បីរាយការណ៍ទៅគណៈកម្មការអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិក៏ប៉ុន្តែចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអនុវត្តជាធរមានរហូតមកដល់បច្ចុប្បន្ននេះយើងពិនិត្យមើលឃើញថាមិនទាន់មានការកោះប្រជុំសហប្រធានក៏ដូចជាសមាជិកជាហត្ថលេខីនៅក្នុងកិច្ចព្រមព្រៀងនេះទេតែដូច្នេះយើងអាចសន្និដ្ឋានថាសភាពការវាមិនទាន់ដល់កម្រិតមួយដែលប្រកាសសន្តិហើយជាក់ស្ដែងដូចជាយើងមានទំនាស់ជាមួយប្រទេសថៃក្នុងរយៈពេលកន្លងទៅក្នុងតំបន់ប្រាសាទព្រះវិហារនេះទោះបីមានការឈ្លានពានពីកម្លាំងយោធាប្រទេសថៃក៏ដោយក៏សហប្រធានក៏ដូចជាប្រទេសហត្ថលេខីនឹងមិនទាន់បានកោះប្រជុំជាបន្ទាន់ដើម្បីរាយការណ៍ទៅឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិទេបាទតែដោយឡែកពាក់ព័ន្ធនឹងព្រំដែនកម្ពុជាវៀតណាមនេះយើងយល់ថានេះជាកាកសំណល់នៃប្រវត្តិសាស្ត្រដែលបន្សល់ទុកឲ្យយើងដឹងហើយថាប្រទេសកម្ពុជាប្រទេសវៀតណាមក៏ដូចជាប្រទេសឡាវនឹងគឺជាប្រទេសដែលស្ថិតនៅក្រោមអាណានិគមនិយមរបស់បារាំងបាទចាប់តាំងពីពាក់កណ្ដាលសតវត្សទី19មកហើយដែលបន្សល់ទុកឲ្យយើងនេះនៅបញ្ហាស្មុគស្មាញពីពាក់ព័ន្ធនឹងបញ្ហាព្រំដែនអញ្ចឹងទេផ្អែកទៅលើមូលដ្ឋាននេះដោយសារថាប្រទេសទាំង3ស្ថិតនៅក្រោមម្ចាស់តែមួយអញ្ចឹងប្រជាពលរដ្ឋនៅតាមព្រំដែននេះគេមិនទាន់បានគិតគូរអំពីខ្សែបន្ទាត់ព្រំដែនជាក់លាក់ទេពីព្រោះបារាំងគ្រប់គ្រងដែនដីកូសាំងស៊ីនបារាំងគ្រប់គ្រងកម្ពុជាជាអាណាព្យាបាលបារាំងគ្រប់គ្រងប្រទេសវៀតណាមបារាំងគ្រប់គ្រងប្រទេសឡាវអញ្ចឹងទេក្នុងស្ថិតនៅក្រោមម្ចាស់តែមួយនេះគឺអញ្ចឹងបញ្ហាខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំង4នេះគឺថាមិនទាន់បានគិតគូរទេបាទតែដល់ពេលក្រោយពាក់កណ្ដាលទសវត្សឆ្នាំ50នៃសតវត្សទី20ទើបយើងបានឯករាជ្យរៀងខ្លួនអញ្ចឹងនេះដល់ពេលនោះហើយបានយើងគិតគូរអំពីបូរណភាពទឹកដីអធិបតេយ្យភាពរបស់ប្រទេសនីមួយពេលនោះហើយបានកើតមានបញ្ហាខ្សែបន្ទាត់ព្រំដែននេះឯងហើយខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជានិងវៀតណាមនេះគឺយើងផ្អែកទៅលើមូលដ្ឋានដោះស្រាយនេះផ្អែកទៅលើមូលដ្ឋានដូចខាងក្រោមទី1ផ្អែកទៅលើឯកសារបន្សល់ទុកដោយអាណានិគមនិយមបារាំងទី2ផ្អែកទៅលើច្បាប់អន្តរជាតិទី3ផ្អែកទៅលើទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋច្រើនចំនួននៅតាមខ្សែបន្ទាត់ព្រំដែនហ្នឹងហើយទី4យើងផ្អែកទៅលើគោលការណ៍ដែលជាស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរថាដោះស្រាយបញ្ហាទំនាស់រវាងប្រទេសនិងប្រទេសផ្អែកទៅលើមូលដ្ឋានចរចាដោយសន្តិវិធីអញ្ចឹងគឺរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជានេះគឺផ្អែកទៅលើមូលដ្ឋាននឹងជាសំខាន់បាទហើយផែនទីឯកសារដែលបន្សល់ទុកដោយអាណានិគមនិយមបារាំងនេះគឺយើងយកផែនទីຂະຫນាត1 លើ 100,000ដែលគេហៅថាផែនទីបោនដែលបន្សល់ទុកដោយអាណានិគមនិយមបារាំងហើយដែលគូសដោយក្រមភូមិសាស្ត្រឥណ្ឌូចិនបាទហើយក៏មានការយល់ព្រមពីរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាមដែរពីព្រោះយើងឃើញថាយើងបោះព្រំដែនរវាងប្រទេសកម្ពុជានិងវៀតណាមបើសិនណាជាគ្មានការព្រមព្រៀងឯកភាពជាឯកសារឯកភាពគ្នាទាំងសងខាងនេះយើងក៏មិនអាចប្រព្រឹត្តទៅបានដែរបាទអញ្ចឹងនេះក៏សូមជម្រាបជូនបងប្អូនជនរួមជាតិឲ្យជ្រាបថានេះជាការបន្សល់ទុកដោយអាណានិគមនិយមបារាំងក៏ប៉ុន្តែទោះបីយ៉ាងណាក្តីក៏រាជរដ្ឋាភិបាលលោកមានប្រាជ្ញាឆ្លៀសវៃក្នុងការគិតគូរដោះស្រាយបញ្ហាព្រំដែននេះដើម្បីធានាឲ្យបាននៅឯករាជ្យភាពជាតិបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិបាទតកតងនឹងហេតុអីបានយើងខាងថ្នាក់ដឹកនាំចង់និយាយថាប្រទេស
គណៈបកតែដឹកនាំប្រទេសជាតិយើងហេតុអីមិនកោះហៅឬក៏ស្នើទៅប្រធានកិច្ចព្រមព្រៀងដើម្បីលើកបញ្ហាព្រំដែននឹងឲ្យគេមានការជជែកវែងញែកឡើងខ្ញុំយល់ថាវាបន្តដល់ដំណាក់កាលបាទមិនទាន់ដល់ដំណាក់កាលពីព្រោះយើងមានលទ្ធភាពច្រើនណាស់ក្នុងការចរចាដោយសន្តិវិធីជាមួយប្រទេសដៃគូក្នុងការដោះស្រាយបញ្ហាហើយបើយើងរឿងស្អីយើងទៅប្តឹងរឿងអីយើងទៅប្តឹងយើងមិនអាចមើលមុខគ្នាត្រង់ទេបើយើងនិយាយដល់មកមានទំនាស់បុគ្គលនឹងបុគ្គលយើងមិនទាន់ដោះស្រាយគ្នាឲ្យយោគយល់គ្នាយើងដោះស្រាយគ្នាដោយសន្តិវិធីដោយការចរចាយើងងាកអីទៅប្តឹងងាកអីទៅប្តឹងអានឹងបានស្ដីតែយើងមិនចាត់ទុកគ្នាជាមិត្តភក្តិទេហើយយើងយល់ថាប្រទេសភូមិផងរបងជាមួយមិនអាចលើកមួយណាចេញមិនអាចលើកមួយណាចេញបានទេលើកទឹកដីកម្ពុជាចេញឲ្យឆ្ងាយពីវៀតណាមក៏មិនអាចទៅរួចលើកទឹកដីវៀតណាមឲ្យឆ្ងាយពីកម្ពុជាដើម្បីកុំឲ្យមានទំនាស់ក៏មិនអាចទៅរួចដែរហើយក៏ដូចជាប្រទេសឡាវក៏ដូចជាប្រទេសថៃដែរដូចគ្នាអញ្ចឹងតែយើងរស់នៅជាមួយគ្នាយើងយល់ហើយតែប្តីប្រពន្ធហ្នឹងក៏វាជាមិនរួចពីការប៉ះទង្គិចគ្នាដែរក៏ប៉ុន្តែអាស្រ័យដោយការយោគយល់គ្នាអាស្រ័យដោយការយកសន្តិភាពវពាណិជ្ជកម្មនៅក្នុងអារម្មណ៍របស់យើងមកដោះស្រាយអានឹងយើងសម្រេចបានលទ្ធផលហើយជាក់ស្ដែងលទ្ធផលនៃការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជាវៀតណាមនេះយើងធ្វើបានជាង 80% ហើយអញ្ចឹងនេះជាមោទនភាពជាស្នាដៃគួរជាទីមោទនភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជាហើយយើងយល់ថាការដោះស្រាយនេះដោះស្រាយទៅតាមគោលការណ៍ច្បាប់ជាតិអន្តរជាតិហើយនឹងការជាក់ស្ដែងរបស់យើងក៏ប៉ុន្តែក្នុងនោះខ្ញុំយល់ថាដោយប្រទេសយើងប្រកាន់នៅរបបប្រជាធិបតេយ្យសេរីពហុបកវាមានពហុមតិអញ្ចឹងយើងមិនអាចទៅតម្រូវចិត្តឲ្យបាន 100% បានទេបាទទាំងអ្នកនៅក្នុងស្រុកទាំងអ្នកនៅក្រៅស្រុកបាទសូមអរគុណសម្រាប់ចម្លើយទៅបោះបាយសំណួរចុងក្រោយរបស់ខ្ញុំតកតងទៅនឹងសភាពការបច្ចុប្បន្នតកតងនឹងរឿងការភាពតានតឹងនយោបាយហើយមានការលើកឡើងខ្លះតកតងនឹងថាគណៈបកកណ្ដាលរបស់គណៈបកប្រជាជនកម្ពុជានឹងគឺទីសង្កត់នឹងលោភសិទ្ធិដូចជាខាងគណៈបកឆាំងក៏ដូចជាខាងសង្គមស៊ីវិលមួយចំនួនតកតងរឿងហ្នឹងតើឧត្តមដូចខ្ញុំបានជម្រាបខាងដើមហើយថាប្រទេសយើងអនុវត្តនៅរបបប្រជាធិបតេយ្យសេរីពហុបកអញ្ចឹងប្រជាពលរដ្ឋម្នាក់សុទ្ធតែមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិហើយការបញ្ចេញមតិនេះគឺថាវាមិនដូចគ្នាទេការយល់ឃើញខុសគ្នាអញ្ចឹងការបញ្ចេញមតិក៏ខុសគ្នាដែរអញ្ចឹងខ្ញុំមានសេចក្តីរីករាយនឹងបញ្ជាក់ជូនសាធារណជនជ្រាបថាកន្លងទៅមានជនមួយចំនួនដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាគណៈបកប្រជាជនកម្ពុជាដែលជាគណៈបកកណ្ដាលនេះតែងតែលើកឡើងថាមានការគៀបសង្កត់ទៅលើគណៈបកប្រឆាំងក៏ប៉ុន្តែសូមជម្រាបជូនថាបើសិនណាជាឈ្មោះកឈ្មោះខមិនបានប្រព្រឹត្តបទល្មើសទេហើយរដ្ឋអំណាចទៅចាត់វិធានការតាមផ្លូវច្បាប់ដោយរំលោភច្បាប់អានឹងហើយជាការគៀបសង្កត់ក៏ប៉ុន្តែយើងសូមឲ្យមើលទាំងអស់គ្នាថាបុគ្គលកបុគ្គលខបុគ្គលកនោះប្រព្រឹត្តល្មើសឬអត់តែតាមពិតគឺថាសាច់រឿងគឺថាអ្នកអស់ទាំងនោះនេះប្រព្រឹត្តល្មើសច្បាប់បើល្មើសច្បាប់អ្នកទាំងនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ហើយបើទទួលខុសត្រូវចំពោះមុខច្បាប់តាមរយៈអីតាមរយៈតុលាការប្រព័ន្ធតុលាការដែលយើងមាននៅចែងនៅក្នុងរដ្ឋធម្មនុញ្ញហើយដើម្បីយល់ច្បាស់ខ្ញុំសូមលើកឧទាហរណ៍ជាក់ស្ដែងចំណុចទី1គឺករណីអាយដាមសំរងស៊ីអាយដាមសំរងស៊ីមិនមែនជាទំនាស់ឬការគៀបសង្កត់ពីគណៈបកប្រជាជនឬពីរាជរដ្ឋាភិបាលហើយចាប់ចំណុចគាត់គៀបសង្កត់គាត់រឹតបន្តឹងគាត់ក្នុងនាមគាត់ជាមេដឹកនាំគណៈបកប្រឆាំងទេតែតាមពិតគឺជាទង្វើល្មើសច្បាប់របស់គាត់ដែលបានបរិហាកេរអាយដាមឧបនាយករដ្ឋមន្ត្រីហៅណាំហុងហើយទទួលរងការប្តឹងពីអាយដាមឧបនាយករដ្ឋមន្ត្រីហៅណាំហុងឆ្លងកាត់នីតិវិធីរបស់តុលាការក៏បានកាត់ទោសឲ្យអាយដាមសំរងស៊ីជាប់ទោសជាប់ពន្ធនាគារ2ឆ្នាំនិងបង់ប្រាក់8លានរៀលណាហើយដំណើរការនីតិវិធីនេះមិនមែនឆាប់ទេតាំងពីឆ្នាំ2008រហូតមកដល់2015បានសាលក្រមតុលាការចេញជាស្ថាពរចំណុចទី2អាយដាមហុងសុកហួរមិនមែនជាសិទ្ធិបញ្ចេញមតិរបស់អាយដាមហុងសុកហួរទេដែលអាយដាមហុងសុកហួរក្នុងនាមជាសមាជិកព្រឹទ្ធសភាមួយរូបរបស់កម្ពុជា
គាត់ហ៊ាននិយាយមូលបង្កាច់កិច្ចព្រមព្រៀងរវាងសាធារណរដ្ឋប្រជាមានិតកម្ពុជាជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាមខ្ញុំមានឯកសារដើមទាំងស្រុងហើយពេលជំនាន់នោះគឺយើងវាយដាក់ទីឡូអង់គ្លីលេខទេគាត់យកមកកែជាកុំព្យូទ័រហើយកែខ្លឹមសារទាំងស្រុងដែលគណៈបកប្រជាជនមិនអាចទទួលយកបានទេនេះមិនមែនជាស្ថិតនៅក្នុងក្របខ័ណ្ឌសិទ្ធិបញ្ចេញមតិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញទេរឿងអាដាមអ៊ុំសំអានដូចខ្ញុំលើកខាងដើមហើយផែនទីបោន26ផ្ទាំងដែលបន្សល់ទុកដោយអាណានិគមនិយមបារាំងនេះត្រូវរដ្ឋាភិបាលព្រឹទ្ធសភាអនុម័តយល់ព្រមឲ្យរដ្ឋាភិបាលយកទៅប្រើប្រាស់ដើម្បីខណ្ឌព្រំសីមារវាងប្រទេសទាំងពីរកម្ពុជាវៀតណាមអញ្ចឹងវាជាឯកសារគតិយុត្តព្រមទាំងមានពហុលេខារបស់ព្រះមហាក្សត្រលើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ជាផ្លូវការមូលហេតុអីអាដាមសុំអានសំអាងលើអីថារាជរដ្ឋាភិបាលប្រើប្រាស់ផែនទីคล้ายคล้ายអានេះក៏ជាចេតនានយោបាយទុច្ចរិតមួយដើម្បីគេហៅថាបញ្ចប់ជីវិតនយោបាយរបស់គណៈបកប្រជាជនកម្ពុជាអញ្ចឹងវាមិនស្ថិតនៅក្នុងក្របខ័ណ្ឌបញ្ចេញមតិទេហើយអំពើប្រព្រឹត្តរបស់ហុងសុខួរអំពើប្រព្រឹត្តរបស់អ៊ុំសំអានគឺជាអំពើល្មើសព្រហ្មទណ្ឌជាក់ស្ដែងដែលមិនបាច់លើកអភ័យឯកសិទ្ធិព្រឹទ្ធសភាហុងសុខួរមិនបាច់លើកអភ័យឯកសិទ្ធិតំណាងរាស្ត្រអ៊ុំសំអានទេហើយការលើកឡើងដែលថារាជរដ្ឋាភិបាលក៏ដូចជាគណៈបកប្រជាជនរំលោភលើរដ្ឋធម្មនុញ្ញរំលោភលើអភ័យឯកសិទ្ធិតំណាងរាស្ត្រឬសមាជិកព្រឹទ្ធសភាអានឹងគឺជាការយល់ច្រឡំឬមួយក៏ជាការឃោសនាមូលផ្ទុយអំពីការពិតអានឹងទី1ទី2ការចោទប្រកាន់ថារាជរដ្ឋាភិបាលគៀបសង្កត់គណៈបកប្រឆាំងអានឹងជាការខុសទាំងស្រុងពីព្រោះរាល់ទង្វើកើតឡើងគឺអាស្រ័យទៅដោយលទ្ធផលនៃអំពើប្រព្រឹត្តជាក់ស្ដែងប្រព្រឹត្តល្មើសច្បាប់របស់បុគ្គលនៅក្នុងគណៈបកប្រឆាំងតែប៉ុណ្ណោះបាទដោយអាដាមសំរងស៊ីអាដាមហុងសុខួរអាដាមអ៊ុំសំអានហើយចុងក្រោយនេះអាដាមកម្មសខាដែលកំពុងតែជាប់ពាក់ព័ន្ធនៅក្នុងនីតិវិធីរបស់តុលាការនេះគឺគ្មានណាទៅបង្កើតរឿងឲ្យគាត់ទេគាត់ទៅមានស្រីហើយគ្នាគាត់អ្នកដឹកនាំញីបស៊ីឈ្មោលមានគណៈបកប្រជាជនឯណាទៅបង្កើតយកស្រីញីទៅឲ្យគាត់ឲ្យបង្កើតបញ្ហាឲ្យគាត់អត់ទេអាហ្នឹងគឺគាត់បង្កើតខ្លួនឯងអានេះជាបញ្ហាដែលខ្ញុំយល់ថាបញ្ហានេះអាចបំភ្លឺឲ្យជ្រះស្រឡះនៅក្នុងសាធារណមតិជាតិនិងអន្តរជាតិបាទហើយកុំឲ្យយកបញ្ហានេះមកថាជាការគៀបសង្កត់ឬមួយក៏ការរំលោភសិទ្ធិមនុស្សអត់មានទេបាទអញ្ចឹងដូចជាអត់មានអីបន្ថែមទៀតទេបាទអរគុណច្រើនបាទបើមានក៏បានអត់បញ្ហា